គ្រប់ជំរាបសួរប្រិយមិត្តយប់ស្ងាត់ទាំងអស់គ្នានៅក្នុងរាត្រីនេះផងដែរ admin ក្រុងមានសាច់រឿងមួយយកមកដំណើរឲ្យបងប្អូនបានស្ដាប់កំសាន្តហើយសូមបងប្អូនជួយចុច Subscribe Channel YouTube ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តមកកាន់ admin អញ្ចឹងកុំឲ្យខាតពេលវេលាយូរចង់ដឹងថាសាច់រឿងមានលក្ខណៈបែបណាសូមបងប្អូនរីករាយស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាដែលសាច់រឿងនេះផងដែរខ្ញុំទទួលបានពីបងសៅម៉ាគាត់បានរៀបរាប់មកកាន់ខ្ញុំទាំងឈឺចាប់ទាំងទឹកភ្នែកដោយសារតាវាជារឿងមួយដែលគាត់សឹងតែទទួលយកមិនបាននៅក្នុងជីវិតរបស់គាត់ផ្ទាល់តែម្ដងសាច់រឿងរបស់គាត់នឹងចាប់ផ្ដើមដំបូងពីបងសៅម៉ានឹងគាត់បានរស់នៅតែពីអ្នកម្ដាយរបស់គាត់ទេឈ្មោះមីណារីបន្ទាប់ពីរៀបការជាមួយនឹងពូបាឡាត់មកគាត់បានបង្កើតបានកូនមួយគឺបងសៅម៉ាតែបន្ទាប់ពីបានបង្កើតបងសៅម៉ារួចលោកពូបាឡាត់គាត់បានចេញទៅធ្វើការនៅស្រុកឆ្ងាយសឹងតែមិនត្រឡប់មកវិញរហូតទាល់តែអ្នកមីណារីនឹងចិញ្ចឹមបងសៅម៉ាបានធំពេញវ័យក្រមុំទើបពូបាឡាត់នឹងគាត់បានវិលមកផ្ទះវិញអញ្ចឹងណាតែវិលមកផ្ទះហ្នឹងគឺវិលមកមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅគាត់ទៅធ្វើការនៅស្រុកឆ្ងាយវិញបាត់អញ្ចឹងទៅនិយាយចំទៅអ្នកមីណារីគាត់មានប្តីដូចអត់ប្តីអញ្ចឹងណាគឺលក្ខណៈថាគាត់រៀបការជាមួយនឹងពូបាឡាត់ហ្នឹងគាត់រៀបការមែនបង្កើតតែកូនបងសៅម៉ានឹងហើយពូបាឡាត់បានទៅធ្វើការនៅស្រុកគេទៅក៏លែងវិលត្រឡប់មកផ្ទះវិញធ្វើឲ្យអ្នកមីណារីហ្នឹងគាត់ចិញ្ចឹមបីបាច់បងសៅម៉ាហ្នឹងតែម្នាក់ឯងរហូតទាល់តែបងសៅម៉ាហ្នឹងពេញរូបពេញរាងពេញវ័យក្រមុំអញ្ចឹងទៅគាត់បានរកការងារធ្វើគាត់ជាគ្រូបរិញ្ញាបត្រនៅសាលាបឋមសិក្សាមួយហើយរហូតប្រហែលឆ្នាំក្រោយមកទៀតបានលោកពូបាឡាត់ហ្នឹងគាត់បានវិលមកផ្ទះវិញតែគាត់នៅតែមិននៅជាប់លាប់ទេគឺគាត់តែងតែទៅធ្វើការនៅស្រុកឆ្ងាយនឹងបាត់ទៀតអញ្ចឹងទៅទុកឲ្យអ្នកមីណារីហើយនឹងបងសៅម៉ានឹងនៅតែពីរអ្នកម្ដាយកូនអញ្ចឹងហើយថ្ងៃមួយហ្នឹងគឺបងសៅម៉ាបានជួបនឹងរីឆាតហើយរីឆាតហ្នឹងគឺថាជាកំពូលមនុស្សដែរគាត់ជាមនុស្សប្រុសដែលមានសង្សារច្រើនមានប្រវត្តិញ៉ៃញងមនុស្សស្រីច្រើនរាប់មិនអស់ទេកាលពីមុនដែលជួបនឹងបងសៅម៉ាហ្នឹងគាត់ថានៅពេលដែលគាត់ជួបនឹងបងរីឆាតហ្នឹងគឺបងរីឆាតហ្នឹងគាត់ធ្វើខ្លួនជាមនុស្សល្អហើយបងរីឆាតហ្នឹងគាត់មានការងារជាអ្នកដឹកជញ្ជូនអីវ៉ាន់ជាប្រធានផ្នែកអ្នកដឹកជញ្ជូនអីវ៉ាន់អញ្ចឹងគាត់ថាពេលដែលបានជួបបងរីឆាតហ្នឹងគឺបងរីឆាតហ្នឹងយកចិត្តទុកដាក់ជាមួយនឹងគាត់ខ្លាំងមែនតើរហូតតតែថ្ងៃមួយហ្នឹងគឺគាត់បានសុំបងសៅម៉ាហ្នឹងរៀបការហើយគាត់បានដប់បងសៅម៉ាហ្នឹងទៅលេងផ្ទះរបស់គាត់ទៅយកទៅឲ្យម្ដាយពុកខាងបងរីឆាតហ្នឹងគាត់មើលអញ្ចឹងណាហើយបន្ទាប់មកហ្នឹងទៅក៏គាត់បានសុំបងសៅម៉ានឹងរៀបការតែនៅពេលដែលបងរីឆាតសុំបងសៅម៉ារៀបការហ្នឹងរឿងហ្នឹងក៏បានដឹងដល់អ្នកមីណារីតែអ្នកមីណារីគាត់ហាក់បីដូចជាមិនយល់ព្រមទេគាត់បីដូចជាមិនចង់ឲ្យកូនហ្នឹងមានគ្រួសារទេព្រោះក្នុងចិត្តរបស់គាត់ប្រហែលជាគិតថាខ្លាចនឹងដូចគាត់ក៏មិនដឹងឬក៏យ៉ាងម៉េចក៏មិនដឹងដែរប៉ុន្តែបងសៅម៉ាហ្នឹងគាត់បានខលទូរស័ព្ទទៅលោកពូបាឡាត់ដែលជាឪពុករបស់គាត់ហ្នឹងហើយឪពុករបស់គាត់ហ្នឹងគាត់ថាមិនអីទេបើសិនថាបងរីឆាតនឹងមានការងារធ្វើជាបរិសុទ្ធដែលបងសៅម៉ាអាចទុកចិត្តបានអញ្ចឹងគាត់យល់ព្រមទោះបីជាមានការជំទាស់ពីអ្នកមីណារីក៏ដោយហើយបងរីឆាតហ្នឹងគាត់បានយកចិត្តទុកដាក់លក្ខណៈថាផ្ដល់ក្តីស្រឡាញ់ទៅបងសៅម៉ាខ្លាំងមែនតើហើយគាត់ថែមទាំងចង់រៀបការហ្នឹងគឺគាត់ថានឹងអាចផ្ដល់សុភមង្គលឲ្យបងសៅម៉ាអញ្ចឹងណាហើយបងសៅម៉ាគាត់ក៏បានយល់ព្រមអញ្ចឹងទៅហើយជាពិសេសអ្នកមីណារីគឺគាត់នៅតែមិនយល់ព្រមហើយបងរីឆាតហ្នឹងក៏បានលក្ខណៈថាយកចិត្តដែរណាគាត់បានថ្ងៃមួយហ្នឹងគាត់បានទិញក្រែមមួយដើមហើយផ្ញើតាមបងសៅម៉ាហ្នឹងយកទៅឲ្យអ្នកមីណារីហើយអ្នកមីណារីពេលដែលទទួលបានកាដូពីបងរីឆាតហ្នឹងគឺគាត់អត់មើលទេលក្ខណៈគាត់ស្អប់អញ្ចឹងណាគាត់មិនចូលចិត្តម្ចាស់កាដូហ្នឹងគឺគាត់អត់មើលទេគឺគាត់យកកាដូហ្នឹងទៅទុកនៅក្នុងថតតុកបាត់តែមង្គលការរបស់បងសៅម៉ានិងបងរីឆាតហ្នឹងគឺបានចាប់ផ្ដើមឡើងដោយឪពុករបស់បងសៅម៉ាលោកពូបាឡាត់ហ្នឹងក៏បានចូលរួមដែរពេលហ្នឹងប៉ុន្តែទឹកមុខរបស់អ្នកមីណារីគឺហាក់បីដូចជាមិនសប្បាយចិត្តនៅក្នុងការដែរឲ្យកូនមានប្តីឡើយអញ្ចឹងណាបន្ទាប់ពីរៀបការបានចូលមកក្នុងគ្រួសាររបស់អ្នកមីណារីហើយបងរីឆាតគាត់ជាមនុស្សល្អប្រវត្តិរបស់គាត់ធ្លាប់តែខលខូចមានស្រីញីខាងក្រៅច្រើនក៏គាត់បានប្រែក្លាយមកជាសុភាពបុរសចេះយកចិត្តទុកដាក់ជាមួយប្រពន្ធហើយថ្ងៃមួយហ្នឹងនៅពេលដែលបងរីឆាតគាត់ចេញមកពីធ្វើការ
គាត់បានចូលទៅក្នុងបន្ទប់ទឹកហើយមិនដឹងថាយ៉ាងណាដែរអ្នកមីងនារីក៏គាត់បានឈរចាំបងរីឆាតនៅពីខាងមុខបន្ទប់ទឹកហ្នឹងទៅហើយបន្ទាប់ពីបងរីឆាតគាត់ចេញពីបន្ទប់ទឹកមកក៏ឃើញមីងនារីឈរនៅបន្ទប់ទឹកអញ្ចឹងក៏គាត់សួរថាម៉ែមានការអីអញ្ចឹងណាអ្នកម៉ាក់មានការអីអញ្ចឹងទៅហើយអ្នកមីងនារីក៏គាត់មិនមានអីដែរក៏គាត់និយាយថាអត់អីទេគាត់មកឈរចាំចូលបន្ទប់ទឹកដែរអញ្ចឹងទៅបន្ទាប់ពីចូលចេញពីបន្ទប់ទឹកមកបងរីឆាតហ្នឹងក៏បានដើរចូលទៅបន្ទប់របស់គាត់ដែរបងសមាកំពុងតែនៅក្នុងហ្នឹងគឺកំពុងតែឆែកទូរស័ព្ទរបស់គាត់ហ្នឹងគឺឃើញសាររបស់បងរីឆាតចឹងជាមួយនឹងសង្សារចាស់របស់គាត់ហ្នឹងក៏បានឆ្លោះប្រកែកគ្នាហើយបងរីឆាតក៏បាននិយាយខ្លាំងៗទៅកាន់បងសមាដែរថាចេះតែយករឿងពីអតីតកាលយកមករំលឹកអីចឹងណាហើយបន្ទាប់មកពីបានឆ្លោះប្រកែកគ្នាជាមួយនឹងបងសមាហើយបងរីឆាតហ្នឹងក៏បានដើរចេញពីបន្ទប់របស់គាត់ហ្នឹងមកក្រៅវិញហើយមកអង្គុយលើសាឡុងនៅបន្ទប់ទទួលភ្ញៀវគាត់អង្គុយបានបន្តិចហ្នឹងក៏បានអ្នកមីងនារីហ្នឹងក៏បានចេញមកដែរហើយក៏បានមកអង្គុយក្បែរបងរីឆាតហ្នឹងក៏បានសួរបងរីឆាតថាមានរឿងអីគេឆ្លោះជាមួយនឹងសៅម៉ាកអីអញ្ចឹងបងរីឆាតហ្នឹងក៏បានឆ្លើយថាគាត់បានឆ្លោះប្រកែកជាមួយនឹងសៅម៉ាអញ្ចឹងណាហើយគាត់និយាយថាសៅម៉ានឹងមិនយល់ចិត្តគាត់អីចឹងទៅចេះតែលើកយករឿងអតីតដែរទាំងដែរឥឡូវហ្នឹងគឺគាត់មានការកែប្រែហើយចឹងតែមើលទៅទឹកមុខរបស់មីងនារីក៏គាត់មិនហាក់ដូចជាមានការញញឹមមិនដែរគឺគាត់មុខប៉ុន្តែទឹកមុខរបស់គាត់ហ្នឹងហាក់បីដូចជាលាក់គំនួចនៅក្នុងចិត្តគឺលក្ខណៈថាដូចចង់មានអីនិយាយនៅក្នុងចិត្តទៅកាន់បងរីឆាតចឹងតែហាក់បីដូចជាមិនហ៊ាននិយាយនៅពេលដែលគាត់កំពុងតែនិយាយគ្នាចឹងទៅបងរីឆាតហ្នឹងហាក់បីដូចជាមានការមិនស្រួលខ្លួនចឹងហើយមីងរីណាក៏បានសួរទៅបងរីឆាតថាមិនស្រួលខ្លួនមែនទេបើមិនស្រួលខ្លួនទេឆាប់ដោះអាវទៅចាំគាត់នឹងយកប្រេងកាឡាយកមករឺតខ្នងឲ្យចឹងហើយបងរីឆាតក៏បាននិយាយថាមិនអីទេដោយសារតែគាត់នឹងជិះម៉ូតូមកពីធ្វើការនឹងកាត់ភ្លៀងចឹងបានធ្វើឲ្យគាត់នឹងមានលក្ខណៈថាព្រឺល្ងាចឹងហើយមកមីងរីណាហ្នឹងក៏បានដើរទៅយកប្រេងកាឡាហើយយកមកអង្គុយក្បែរបងរីឆាតហ្នឹងក៏បងរីឆាតហ្នឹងក៏បានដោះអាវឲ្យមីងរីណាហ្នឹងលាបប្រេងកាឡាពីខាងក្រោយខ្នងឲ្យគាត់អញ្ចឹងណាហើយនៅពេលដែលលាបហើយអញ្ចឹងគាត់បានមីងរីណាហ្នឹងយកដៃទៅជូតញើសបងរីឆាតហើយនៅពេលដែលតម្លាក់ដៃចូលមកវិញហ្នឹងក៏បានកាត់នឹងច្រមុះរបស់បងរីឆាតហ្នឹងបងរីឆាតក៏បានលួចថើបដៃរបស់អ្នកមីងរីណាហ្នឹងហើយហាក់បីដូចជាមានអ្វីចង់និយាយក្នុងចិត្តដែរតែមិនហ៊ាននិយាយទេពេលហ្នឹងហើយក៏បានធ្វើការសុំទោសទៅកាន់មីងរីណានៅទង្វើរបស់គាត់ដែលបានលួចថើបដៃរបស់គាត់អញ្ចឹងទៅបន្ទាប់ពីនឹងមកក៏បាននៅថ្ងៃបន្ទាប់ហ្នឹងនៅពេលដែលអ្នកមីងរីណាគាត់បានទៅលក់មីឆាដោយសារតែអ្នកមីងរីណាគាត់មានមុខរបរជាអ្នកលក់មីឆាអញ្ចឹងទៅបងរីឆាតហ្នឹងក៏បាននាំអ្នកដែលធ្វើការជាមួយគាត់នៅក្រុមហ៊ុនដឹកជញ្ជូនហ្នឹងទៅហូបមីនៅកន្លែងដែលមីងរីណាគាត់លក់ហ្នឹងណាហើយនៅពេលដែលគាត់ទៅដល់ហ្នឹងគឺបានជួយលើកមីកាទៀវនឹងឲ្យអ្នកធ្វើការជាមួយគាត់ហ្នឹងហើយក៏បានឃើញអ្នកមីងរីណាហ្នឹងលាបក្រែមដែលគាត់បានជូនជាកាដូនៅពេលដែលគាត់សុំសៅម៉ារៀបការហើយអ្នកមីងរីណាគាត់មិនព្រមហ្នឹងហើយក៏បាននិយាយទៅកាន់អ្នកមីងរីណាថាអ្នកម៉ាក់លាបក្រែមរបស់ខ្ញុំឲ្យហ្នឹងស្រស់ស្អាតខ្លាំងមែនតើអ្នកម៉ាក់ស្អាតបែបហ្នឹងមិនសមណាលោកប៉ាទៅធ្វើការចោលអ្នកម៉ាក់យូរបែបហ្នឹងសោះបងរីឆាតក៏បាននិយាយទៅកាន់អ្នកមីងរីណាបែបហ្នឹងហើយអ្នកមីងរីណាឃើញកូនភាសាលក្ខណៈថាសរសើរបែបហ្នឹងក៏ញញឹមញញែមលក្ខណៈថាដូចពេញចិត្តពេញថ្លើមអញ្ចឹងណាដូចជាមានអីមិនតើក្នុងចិត្តហើយដល់ពេលឮតែសម្ដែងបែបហ្នឹងក៏មានការញញឹមញញែមលក្ខណៈដូចជាការពេញចិត្តនៅពីសម្ដែងរបស់បងរីឆាតអញ្ចឹងទៅហើយល្ងាចឡើងបន្ទាប់ពីនៅជួយលក់ដូរមីងរីណាទៅល្ងាចឡើងក៏គាត់បានដុបមីងរីណានឹងមកផ្ទះវិញហើយបន្ទាប់ពីថ្ងៃហ្នឹងមកនៅថ្ងៃស្អែកនៅពេលដែលបងរីឆាតគាត់ចេញពីធ្វើការមកគឺគាត់ចូលនៅក្នុងកន្លែងដែលមីងរីណាគាត់លក់មីនឹងទៀតតែពេលហ្នឹងគឺមេឃភ្លៀងហើយនៅក្នុងកន្លែងលក់មីឆាហ្នឹងគឺមានបុគ្គលិកម្នាក់ទៀតដែលមានវ័យរាងចំណាស់សកលនឹងអ្នកមីងរីណាដែរដែលជា
អ្នកមើលការខុសត្រូវនៅក្នុងហាងជាមួយនឹងមីងរីណាដែរហើយគាត់មានរៀងថតអញ្ចឹងខ្ញុំសូមហៅគាត់ថាមីងម៉ាប់ចុះអញ្ចឹងថ្ងៃដែលបងរីឆាតគាត់បានចូលទៅក្នុងហាងរបស់លក់អ្នកមីងរីណាគាត់ដែរគាត់លក់មីឆាហ្នឹងគឺអ្នកមីងម៉ាប់គាត់អត់នៅទេដោយសារតែពេលហ្នឹងគឺមេឃភ្លៀងខ្លាំងមែនតើហើយអ្នកមីងម៉ាប់គាត់បានសុំអ្នកមីងរីណាចេញទៅផ្ទះមុនអញ្ចឹងណាហើយបន្ទាប់ពីនឹងមកគឺថាអ្នកមីងរីណានៅតែពីអ្នកបងរីឆាតដែលជាប្តីរបស់បងសាម៉ាហ្នឹងហើយបងសាម៉ាគាត់បាននិយាយទៀតថានៅពេលដែលប្តីរបស់គាត់នៅជាមួយម្ដាយរបស់គាត់តែ2នាក់អញ្ចឹងគាត់មិនដឹងថាពួកគាត់ធ្វើរឿងអីដែលមិនគប្បីនោះទេហើយគាត់ក៏មិនមានការសង្ស័យទៅលើម្ដាយនិងប្តីរបស់គាត់ដែររហូតតតែថ្ងៃមួយនៅពេលដែលបងរីឆាតក៏ចេញពីធ្វើការមកតែមិនបានចូលបន្ទប់របស់គាត់ទេបែរទៅជាចូលបន្ទប់របស់ម្ដាយរបស់គាត់វិញអញ្ចឹងហើយពេលហ្នឹងគឺគាត់មានការឆ្ងល់ដែរហើយគាត់ក៏បានដើរទៅមើលដើរចូលទៅបន្ទប់របស់ម្ដាយគាត់ប៉ុន្តែនៅពេលហ្នឹងផងដែរបងរីឆាតគឺកំពុងតែធ្វើអីមិនគប្បីជាមួយនឹងម្ដាយរបស់បងសាម៉ាហើយតែនៅពេលដែលឮសំឡេងគោះទ្វាររបស់បងសាម៉ាទៅធ្វើឲ្យប្តីរបស់គាត់ហ្នឹងបានរត់ចេញទៅតាមអួចចុះទៅខាងក្រៅផ្ទះវិញហើយគាត់ពេលគាត់ចូលទៅហ្នឹងឃើញតែម្ដាយរបស់គាត់នៅលើគ្រែតែម្នាក់ឯងទេហើយគាត់ក៏មិនមានការសង្ស័យទៀតដែរហើយអ្វីដែលបងសាម៉ាគាត់ថាគាត់សង្ស័យហ្នឹងគឺសង្ស័យតែរឿងប្តីគាត់ហ្នឹងមានតំណែងជាមួយសង្សារចាស់ឬក៏ជាមួយនឹងអ្នកថ្មីណាផ្សេងទៀតដែលគាត់មិនបានគិតថាជាម្ដាយរបស់គាត់អញ្ចឹងប៉ុន្តែអ្នកដែលសង្ស័យនោះគឺអ្នកមីងម៉ាប់ដែលជាអ្នកធ្វើការនៅក្នុងហាងលក់មីឆារបស់អ្នកមីងរីណាទៅវិញអញ្ចឹងណានៅថ្ងៃមួយហ្នឹងគាត់អ្នកមីងម៉ាប់ក៏បានជិះម៉ូតូមកផ្ទះរបស់បងសាម៉ាហើយនៅពេលហ្នឹងផងដែរគឺគាត់បានឆ្ងល់យ៉ាងខ្លាំងថាហេតុអីបានជារីឆាតឲ្យទៅចេញពីធ្វើការសម្រាប់ពេលថ្ងៃហ្នឹងតែមកផ្ទះហើយអ្នកមីងរីណាហ្នឹងគឺគាត់ឲ្យតែបិទតូបពេលថ្ងៃឡើងគឺគាត់តែមកផ្ទះដែរអញ្ចឹងគាត់មានការសង្ស័យថាមានតំណែងអីចឹងតែពេលដែលគាត់បានមកអញ្ចឹងគឺគាត់បានមិនជឿទេក៏បាននាំពូម្នាក់ដែលគាត់រស់នៅក្បែរខាងដែលមកជួយជាសាក្សីជួយអីដឹងឮទាំងអស់គ្នាអញ្ចឹងណាតែពេលមកដល់អញ្ចឹងទៅបងរីឆាតហើយនឹងអ្នកមីងនារីគឺថាកំពុងតែធ្វើអីនៅក្នុងបន្ទប់អញ្ចឹងទៅហើយពេលដែលធ្វើបែបហ្នឹងអ្នកមីងម៉ាប់ហ្នឹងគឺគាត់បានស្ដាប់ឮពីខាងក្រៅដែរតែគាត់មិនច្បាស់ទេក៏បានឲ្យពូហ្នឹងយកលក្ខណៈថាចណ្ដើឡើងទៅមើលពីខាងលើមកមើលពីប្រឡោះប្រអួចហើយពូហ្នឹងគឺបានឃើញមែនទស្សនវិជ្ជាគឺឃើញមីងរីណាហើយនឹងបងរីឆាតហ្នឹងកំពុងតែធ្វើអ្វីដែលមិនគប្បីលក្ខណៈថាកំពុងតែធ្វើអីលក្ខណៈជាប្តីប្រពន្ធអញ្ចឹងណានៅលើក្រែតែ2នាក់អញ្ចឹងទៅដែលអត់មានសម្លៀកបំពាក់ទេនៅពេលឃើញបែបហ្នឹងផងដែរអ្នកមីងម៉ាប់ហ្នឹងគាត់អន្តះសារថាគាត់ចង់ឃើញដែរអញ្ចឹងណាឲ្យពូហ្នឹងយកទូរស័ព្ទមកថតហើយពូហ្នឹងយកទូរស័ព្ទមកថតក៏បានមកស្បក់អញ្ចឹងទៅបន្ទាប់តែពីអ្នកមីងរីណាហើយនឹងបងរីឆាតគាត់វាយឡើងហើយគាត់អាចចេញមកក្រៅក៏ឃើញអ្នកមីងម៉ាប់នៅខាងក្រៅអញ្ចឹងគាត់អ្នកមីងម៉ាប់ហើយនឹងពូហ្នឹងក៏មកវាយដានជាលក្ខណៈថាអីមួយអញ្ចឹងណាហើយគាត់ហ្នឹងក៏បានចូលទៅក្នុងផ្ទះហ្នឹងដែររកមើលថាមាននរណាគេនៅក្នុងបន្ទប់របស់បងរីឆាតហើយមីងម៉ាប់ហ្នឹងក៏គាត់មិនបានសង្ស័យថាជាអ្នកមីងរីណាដែរដែលនៅលើក្រែតែ2នាក់ជាមួយនឹងបងរីឆាតអញ្ចឹងគាត់អត់មានការសង្ស័យទេរហូតតតែហើយសម្រាប់អីចឹងហើយគាត់បានចូលទៅមើលគឺវាហើយអញ្ចឹងគាត់អត់បានអីចាប់បានថា2នាក់ហ្នឹងទេហើយណាមួយអ្នកមីងម៉ាប់ក៏គាត់មិនបានដាក់ការសង្ស័យទៅលើអ្នកមីងនារីហ្នឹងដែរហើយបងរីឆាតហើយនឹងអ្នកមីងនារីហ្នឹងដែលជាម្ដាយក្មេករបស់គាត់ហ្នឹងគឺគាត់តែងតែលួចលាក់តាក់ទងគ្នាបែបហ្នឹងទាំងនៅក្នុងកន្លែងដែរហាងគាត់លក់មីនិងក្នុងបន្ទប់របស់គាត់ហ្នឹងគឺតែងតែធ្វើរឿងបែបហ្នឹងហើយបងសាម៉ាគាត់ផ្ទាល់ហ្នឹងគឺគាត់អត់បានដឹងអីផ្ទាល់តែសោះហើយគាត់ខំតែសង្ស័យទៅលើអ្នកផ្សេងរហូតដល់ថ្ងៃមួយហ្នឹងអ្នកដែលមិនអស់ចិត្តខ្លាំងជាងគេគឺអ្នកមីងម៉ាប់ហើយមីងម៉ាប់គាត់មិនអស់ចិត្តតតែសោះថ្ងៃមួយហ្នឹងគឺគាត់បានលបមកមើលដល់ខ្លួនឯងគឺពេលហ្នឹងពេលដែលបងរីឆាតគាត់បានសម្រាប់ពីការងារនៅពេលថ្ងៃហ្នឹងហើយបានមកជួបអ្នកមីងនារីនៅក្នុងបន្ទប់របស់គាត់ហ្នឹងគឺគាត់កំពុងតែវាយឡើងហើយ
ខ្លាំងជាងរដងទៀតនៅពេលនឹងផងដែរអ្នកមីងម៉ាប់គាត់បានឡើងតាមអចិន្តាដែលគាត់បានដាក់កាលពីថ្ងៃមុនហ្នឹងគាត់បានឡើងទៅមើលគឺឃើញទស្សនវិជ្ជាបែបហ្នឹងគឺគាត់មកដល់ក្រោមវិញសឹងមិនទាន់គាត់ក្អួតដោយសារគាត់លក្ខណៈគាត់ឆ្អើមខ្ពើមរអានឹងអាទង្វើអស់ហ្នឹងព្រោះដោយសារតែម្ដាយក្មេកនិងកូនប្រសាកំពុងតែនៅលើក្រែជាមួយគ្នាហើយធ្វើរឿងអីដែរមិនគប្បីទៀតនៅពេលនេះផងដែរអ្នកមីងម៉ាប់គឺគាត់បានទៅហៅអ្នកភូមិផងមកទាំងអស់ហើយដើម្បីឲ្យទាំងអ្នកថាដើម្បីឲ្យមកជាសាក្សីឲ្យដឹងលឺអញ្ចឹងណាហើយបើកលេចទៅមើលបងសាមាវិញថ្ងៃហ្នឹងផងដែរគឺជាថ្ងៃខូបអាពាហ៍ពិពាហ៍របស់គាត់បានរយៈពេល1ឆ្នាំគាត់បានទិញនំខេកមកគិតថាសប្រៃប្តីរបស់គាត់ណាតែមកដល់ផ្ទះគឺគាត់ឃើញទស្សនវិជ្ជាបែបហ្នឹងវាគាត់ឈឺចាប់ខ្លាំងមែនតើណាហើយមិនសមណាមិនគួរណាអ្នកដែលគាត់មិនដែលមានការសង្ស័យបែរជាមកប្រព្រឹត្តរឿងដែលស្មោកគ្រោកបែបហ្នឹងហើយអ្នកដែលគាត់ស្រឡាញ់ខ្លាំងបំផុតគឺប្តីរបស់គាត់ហ្នឹងបែរទៅជាធ្វើរឿងមិនល្អបែបហ្នឹងហើយមិននៅឯណាឆ្ងាយគឺត្រូវជាម្ដាយរបស់គាត់ទៀតអញ្ចឹងគាត់ឈឺចាប់ខ្លាំងមែនតើហើយគាត់បានដើរទៅបន្ទប់គឺឃើញមែនតើគឺឃើញប្តីរបស់គាត់ហ្នឹងកំពុងតែនៅជាមួយនឹងម្ដាយរបស់គាត់ហើយពេលហ្នឹងផងដែរម្ដាយរបស់គាត់ហ្នឹងមិនទាន់នឹងរកខោអាវស្លៀកទាន់ផងស្មាតទៅគឺកំពុងតែនៅណោគុកគឺអត់មានខោអាវទាំងប្តីគាត់និងម្ដាយរបស់គាត់គឺគាត់បានទួញសោកយំសោកខ្លាំងមែនតើគាត់មិននឹកស្មានថារឿងវាកើតឡើងមកលើរូបគាត់គឺវាបែបហ្នឹងអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងមកគឺថាពួកដែលអ្នកចិត្តខាងហ្នឹងក៏បានហៅគ្នាមកជុំគ្នាអញ្ចឹងទៅក៏បានហៅប៉ូលីស HA មកធ្វើការឃាត់និងសាកសួរនាំអញ្ចឹងទៅហើយមួយរយៈក្រោយមកអ្នកមីងរីណាហ្នឹងក៏បានទៅពិនិត្យទាំងនោមមើលគឺថាគាត់មានផ្ទៃពោះហើយផ្ទៃពោះហ្នឹងគឺកូនរបស់ប្តីគាត់ហ្នឹងកូនរបស់បងលីឆាតហ្នឹងហើយបងសមាគាត់ថាមិនដឹងថាប្តីរបស់គាត់ហើយនិងម្ដាយរបស់គាត់ហ្នឹងធ្វើរឿងបែបហ្នឹងតាំងពីពេលណាគឺគាត់អត់បានដឹងទាល់តែសោះនេះបើគុំតែអ្នកមីងម៉ាប់ដែរគាត់មានការសង្ស័យខ្លាំងហើយតាមដានហ្នឹងក៏មិនគឺគាត់អត់ដឹងទេអញ្ចឹងហើយជាចុងក្រោយដោយទ្រាំនឹងការឈឺចាប់បែបហ្នឹងអត់បានទេបងសមាគាត់បានដាក់ពាក្យប្តឹងហើយក៏បានឲ្យតុលាការហ្នឹងផ្ដន្ទាទោសម្ដាយរបស់គាត់ហ្នឹងហើយនឹងប្តីរបស់គាត់ដែលគាត់ប្តឹងជាលក្ខណៈបទផិតក្បត់អញ្ចឹងណាប្តឹងទៅគឺថាម្ដាយរបស់គាត់ហ្នឹងហើយនឹងប្តីរបស់គាត់ហ្នឹងត្រូវជាប់គុកទាំងពីរនេះអញ្ចឹងគឺថាគឺបែបហ្នឹងគឺថាបងសមាគាត់បាននិយាយថាវាជារឿងដែរពិបាកនឹងទទួលយកហើយអំពើផិតក្បត់ហ្នឹងគឺថាវាសាហាវពេកអញ្ចឹងណាហើយអ្វីដែលហួសចិត្តនោះគឺរឿងទាំងអស់ហ្នឹងកើតឡើងដោយសារតែអ្នកមីងរីណាហ្នឹងគាត់ខឹងចិត្តតូចចិត្តនឹងប្តីរបស់គាត់លោកពូបាឡាត់ហ្នឹងដែលពីដំបូងឡើយនៅពេលដែលគាត់ទើបតែមានវ័យ17ឆ្នាំហ្នឹងគឺត្រូវគ្រួសាររបស់លោកពូបាឡាត់ហ្នឹងចាប់បង្ខំឲ្យគាត់រៀបការរហូតដល់មានផ្ទៃពោះទាំងដែលគាត់មិនទាន់ចង់រៀបការជាមួយនឹងលោកពូបាឡាត់អញ្ចឹងគាត់មានការខឹងគុំគូនលោកពូបាឡាត់នឹងខ្លាំងមែនតើហើយគាត់មិនដែលចាត់ទុកបងសមាជាកូនស្រីរបស់គាត់ទេអញ្ចឹងបានធ្វើឲ្យរឿងហ្នឹងវាកើតឡើងទៅជារឿងមួយដែរមិនគួរឲ្យកើតឡើងហើយមិននឹកស្មានដល់បែបហ្នឹងបងប្អូនអញ្ចឹងខ្សែរឿងរបស់ admin គឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់មកដល់ទីបញ្ចប់ហើយកុំភ្លេចបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងហើយជួបគ្នានៅក្នុងខ្សែរឿងក្រោយៗទៀតសូមអរគុណសូមជម្រាបលា